ប្រាសាទតាមាន់ធំជាប្រាសាទបុរាណមួយក្នុងចំណោមប្រាសាទបុរាណជាច្រើនដែលស្ថិតនៅតាមបណ្ដោយជួរភ្នំដងរែកជាប់នឹងព្រំដែនកម្ពុជាថៃប្រាសាទបុរាណមួយនេះមិនត្រឹមតែជាសំណង់ស្ថាបត្យកម្មដ៏វិចិត្រប៉ុណ្ណោះទេថែមទាំងជាទីកន្លែងដែលពោរពេញទៅដោយរឿងរ៉ាវប្រវត្តិសាស្ត្រការប្រជុំមុខដាក់គ្នានិងការបន្សល់ទុកនូវអត្ថកម្បាំងជាច្រើនដែលកំពុងរង់ចាំការបកស្រាយប្រាសាទនេះមានទីតាំងស្ថិតនៅភូមិគូឃុំអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យតាមផ្លូវជាតិលេខ56ដែលមានចម្ងាយពីទីរួមក្រុងសំរោង48គីឡូម៉ែត្រពីប្រាសាទតាមាន់ធំទៅប្រាសាទតាមាន់តូចមានចម្ងាយ72គីឡូម៉ែត្រប្រាសាទតាមាន់ធំមានទំហំ60គុណនឹង60ម៉ែត្រសាងសង់អំពីថ្មភក់ប្រាសាទតាមាន់ធំត្រូវបានកសាងឡើងនៅចុងសតវត្សទី10រហូតដល់ដើមសតវត្សទី14ក្នុងរជ្ជកាលដ៏រុងរឿងរបស់ព្រះបាទជ័យវរ្ម័នទី5និងបន្តដោយព្រះបាទសូរ្យវរ្ម័នទី1ប្រាសាទនេះឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាជាពិសេសគឺព្រះឥសូរដែលជាអាទិទេពកំពូលមួយអង្គក្នុងសាសនាហិណ្ឌូការជ្រើសរើសទីតាំងសាងសង់ប្រាសាទនេះគឺមិនមែនជារឿងចៃដន្យនោះទេវាស្ថិតនៅត្រង់ចំណុចយុទ្ធសាស្ត្រដ៏សំខាន់ដែលជាច្រកទ្វារសម្រាប់តទាត់ពីដែនដីអង្គរទៅកាន់តំបន់ខ្ពង់រាបនគររាជសីមាប្រទេសថៃបច្ចុប្បន្ននិងបន្តទៅដល់ទីក្រុងភីម៉ៃប្រាសាទតាមាន់ធំគឺជាផ្នែកមួយដ៏សំខាន់នៃបណ្ដាញផ្លូវបុរាណដ៏ធំដែលមានប្រវែងរាប់រយគីឡូម៉ែត្រនៅតាមបណ្ដោយផ្លូវនេះមានប្រាសាទជាច្រើនទៀតដូចជាប្រាសាទតាមាន់តូចនិងប្រាសាទតាមាន់កណ្ដាលដែលជាចំណតសម្រាប់អ្នកធ្វើដំណើរនិងជាទីកន្លែងសក្ការៈបូជានេះបង្ហាញឲ្យឃើញពីលក្ខណៈជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកក៏ដូចជាផ្លូវយុទ្ធសាស្ត្រយោធាដ៏សំខាន់មួយរបស់ចក្រភពខ្មែរប្រាសាទតាមាន់ធំសាងសង់ពីថ្មភក់និងឥដ្ឋដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងរចនាបថពីរផ្សេងគ្នាគឺរចនាបថខ្លាំងនិងរចនាបថបាពួនរចនាបថខ្លាំងត្រូវបានគេមើលឃើញតាមរយៈរូបរាងប៉មប្រាំងដែលនៅតែមានឥទ្ធិពលពីប្រាសាទភ្នំហើយរចនាបថបាពួនត្រូវបានបង្ហាញតាមរយៈភាពលម្អិតនៃចម្លាក់ក្បាច់ផ្ការូបទេវតានិងឈុតឆាករឿងរាមកេរ្តិ៍ដែលឆ្លាក់យ៉ាងរស់រវើកនៅលើជញ្ជាំងនិងហៅជាងរចនាសម្ព័ន្ធរបស់ប្រាសាទនេះមានប្លង់បែបបុរាណដែលមានគោលបុរៈ3ទិសគឺទិសខាងកើតខាងជើងនិងខាងត្បូងខ្លងទ្វារខាងកើតគឺជាខ្លងទ្វារធំជាងគេដែលមានផ្លូវចូលដ៏វែងអន្លាយដែលសាងសង់អំពីថ្មបែកក្រៀមរាល់ផ្ទាំងថ្មនីមួយៗហាក់បីដូចជាកំពុងនិយាយរៀបរាប់ពីប្រវត្តិសាស្ត្រអំពីជំនឿសាសនានិងអំពីអរិយធម៌ដ៏អស្ចារ្យរបស់ខ្មែរបច្ចុប្បន្ននេះទោះបីជាប្រាសាទតាមាន់ធំរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបហិច្ឆតាចង់បានឥតឈប់ឈររបស់សៀមអស់ជាច្រើនទសវត្សរ៍ជាពិសេសនឹងអំឡុងទសវត្សរ៍ឆ្នាំ1907និងដើមឆ្នាំ2000ក្តីប្រាសាទតាមាន់ធំនៅតែជាទីកន្លែងប្រវត្តិសាស្ត្រដ៏មានតម្លៃថែមទាំងជាទីកន្លែងដែលផ្ដល់នូវបទពិសោធន៍ទេសចរណ៍ធម្មជាតិដ៏ប្លែកផងដែរភ្ញៀវទេសចរអាចរីករាយជាមួយភាពស្ងប់ស្ងាត់នៃព្រៃភ្នំសំឡេងសត្វបឹកសេយំឡាយលំជាមួយខ្យល់អាកាសបរិសុទ្ធការមកដល់ទីនេះគឺប្រៀបដូចជាការវិលត្រឡប់ទៅកាន់អតីតកាលដ៏រុងរឿងរបស់ចក្រភពខ្មែរដែលជាអរិយធម៌ដ៏អស្ចារ្យបំផុតមួយនៃតំបន់អាស៊ីអាគ្នេយ៍ប្រាសាទតាមាន់ធំគឺជាមរតកវប្បធម៌ដ៏សំខាន់ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យយើងគ្រប់គ្នាវាជាភស្តុតាងរស់រវើកនៃភាពប៉ិនប្រសប់ភាពអង្អាចនិងជំនឿដ៏មុតមាំរបស់បុព្វបុរសយើងការថែរក្សានិងផ្សព្វផ្សាយអំពីប្រាសាទនេះគឺមិនត្រឹមតែជាការទទួលខុសត្រូវរបស់យើងប៉ុណ្ណោះទេតែជាមោទនភាពជាតិដ៏ថ្លៃថ្លាដែលយើងត្រូវតែបន្តថែរក្សាសម្រាប់កូនចៅជំនាន់ក្រោយសូមអរគុណសម្រាប់ការអធិប្បាយសង្ខេប